ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកផ្លែកអារម្មណ៍តែម្ដងបងប្អូនដឹងថាផ្លែកអារម្មណ៍អីគេអត់ថ្ងៃហ្នឹងគឺខ្ញុំនាំបងប្អូនទៅមើលការសម្ដែងសត្វគ្រប់ប្រភេទនៅភ្នំពេញម្ដុំវិមានឈ្នះគឺសួនសត្វភ្នំពេញ Safari ដូចទាំងអស់គ្នាឃើញស្រាប់ហើយមកដល់យើងចូលគឺយើងត្រូវមានកាតមានអីដើម្បីយើងចាយនៅក្នុងហ្នឹងដោយសារក្នុងហ្នឹងគឺគេមានលក់របស់របរច្រើនមែនទែនអញ្ចឹងដល់ពេលដែលយើងចង់ទិញអីគឺយើងត្រូវ scan អាកាតយើងពាក់នៅដៃទាំងអស់គ្នាឥឡូវយើងចូលនៅកន្លែងដែលគេសម្ដែងសត្វហើយកន្លែងហ្នឹងសេកគេមានសម្ដែងច្រើនដល់គ្នាគេមានបូកលេខដកលេខតាមដែលយើងចង់បានអញ្ចឹងទៅដល់ពេលដែលយើងចង់ដឹងយើងគ្រាន់តែប្រាប់លេខឲ្យវាដកទៅវានឹងដកលេខឲ្យយើងមើលហើយដូចជាបងដែលគាត់ដឹកនាំកន្លែងហ្នឹងចឹងគឺគាត់បង្រៀនបង្ហាត់ដូចជាខ្ទង់5 6ឆ្នាំហើយសម្រាប់សេកនីមួយៗគេមានឈ្មោះរបស់គេខ្ញុំចាំឈ្មោះចក្រយាហើយម៉េកគីអញ្ចឹងបន្ទាប់ពីគេបង្ហាញគេអីហើយគឺគេប្រាប់យើងថាម៉ោងណាត្រូវតែសម្ដែងសត្វប្រភេទផ្សេងទៀតដូចជាពេលដែលពួកខ្ញុំទៅមើលនោះគឺមានការសម្ដែងរបស់សត្វសេកខ្លាដំរីហើយនិងស្វាបន្ទាប់ពីយើងមើលការសម្ដែងរបស់សត្វសេកហើយអញ្ចឹងយើងមានពេល30នាទីសម្រាប់ដើរទស្សនាទៅមើលសត្វផ្សេងទៀតខ្ញុំបង្ហាញបងប្អូនប៉ុណ្ណឹងអត់តន់អស់ណាបងប្អូននៅមានច្រើនទៀតហើយនៅមួយកន្លែងបណ្ណាំងជីកង់ជីអីចឹងទៅដូចកន្លែងនេះចឹងកន្លែងរៀបចំវាវិញក៏ល្អទាំងអស់គ្នាគេមានសម្ដែងតាមប្រភេទសត្វចឹងណាដូចកន្លែងនេះយើងមានឃើញខ្លាមានឃើញខ្លាឃ្មុំឃើញកង្កោបឃើញអីចឹងទៅហើយសម្រាប់អ្នកណាដែលគាត់ចង់ដាក់ចំណីសត្វឬចំណីអីក្រៅគាត់ត្រូវទិញចំណីផ្សេងឲ្យញ៉ាំឲ្យអីចឹងណាដល់ពេលដែលយើងដាក់ឲ្យវាហើយចឹងទៅយើងក៏បានទៅមើលកូនវាហើយសម្រាប់កូនហ្នឹងគឺគេយកទឹកដោះកូនមកបំបើដល់គ្នាគេអត់ឲ្យម៉ែវាបំបើទេតោះមកយើងក៏បានទៅមើលសត្វប្រពែមានសត្វអីឥឡូវចូលមកដល់ការសម្ដែងរបស់សត្វខ្លាម្ដងគេមានលោតមានអីចឹងទៅហើយក៏មានឈ្មោះរបស់គេដែរប្រុសទាំងអស់គ្នាហើយឈ្មោះដែលខ្ញុំចាំហ្នឹងគឺមាន Master John មានឈ្មោះចម្រើនឈ្មោះអីចឹងទៅកន្លែងនេះសត្វកវែងហើយមានកំពើមានអីសំជាឈ្មោះសួនសត្វមែនតើយើងទៅសត្វរបស់គេគឺមានច្រើនខ្លាំងខ្ញុំមើលអស់ទេបងប្អូនអើយមានការសម្ដែងមានតាមប្រភេទនីមួយដូចកន្លែងហ្នឹងគឺគេចាប់ផ្ដើមការសម្ដែងរបស់សត្វដំរីម្ដងហើយដំរីវិញគឺឆ្លាតទាំងអស់គ្នាយីមែនខ្ញុំឃើញដំរីនោះឆ្លាតហ្មងហើយក៏មិនងាយនឹងបានទស្សនាចឹងខ្ញុំថតឲ្យអស់ដៃហ្មងថតដល់ថ្នាក់លុតទូរស័ព្ទហ្មងឥឡូវចូលមកដល់សាច់រឿងយើងវិញឥឡូវឃើញដំរីហើយគេមានគប់បាល់គប់ពីងប៉ោងគប់អីចឹងទៅហើយដូចដំរីមួយគឺមានគ្រូបង្វឹករបស់គេមួយចឹងណាដូចកន្លែងហ្នឹងសម្រាប់បងប្អូនដែលគាត់ចង់លេងអញ្ចឹងទៅគឺគាត់អាចចូលលេងបានដូចកន្លែងមិញហ្នឹងចឹងឃើញជនជាតិបរទេសគាត់ចូលរួមលេងដែរដូចកន្លែងនេះគឺដំរីគាត់គូគំនូស្អាតខ្លាំងមែនទែនអ្នកគ្នាបន្ទាប់ពីគូពីអីហើយអញ្ចឹងគឺគេមានការលេងដូចជាឥឡូវហ្នឹងគេមានម៉ាស្សាម៉ាស់អីអញ្ចឹងណាសម្រាប់អ្នកដែលគាត់ចង់ទៅសាក់លបងក៏បានដែរតែសំខាន់ជាងគេបងប្អូនចាស់លេងបាល់ទាត់ទៀតណាដូចកន្លែងនេះគឺគេមានសម្ដែងជាមួយនឹងកពើអូយខ្ញុំមើលស្រាវហ្មងបន្ទាប់ពីមើលកពើហើយយើងចេញមកក្រៅយើងទៅមើលការសម្ដែងចុងក្រោយគឺការសម្ដែងរបស់សត្វស្វាចូលមកដល់ភ្លាមគឺគេជិះកង់ហើយសម្រាប់ស្មានីមួយគេមានឈ្មោះដូចគ្នាដែរបងប្អូនដូចបងប្អូនដែលមានកូនតូចគាត់មកលេងបានគឺធានាថាក្មេងៗពេញចិត្តហ្មងហើយអីដែលសំខាន់មួយទៀតគឺចេះរាំទៀតដូចកន្លែងហ្នឹងខ្ញុំដាក់ភ្លេងឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាបន្ទាប់ពីគេរួមគេអីហាអញ្ចឹងទៅគឺមានជិះកង់កន្លែងនេះគេផុសកង់មានបដាល់មានអីអញ្ចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនអរគុណបាយបាយអរគុណសម្រាប់ការទស្សនាសូមបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនណាដែលគាត់មានតម្រូវការក្នុងការកំងគ្រប់ពុជគេទៅគ្រប់ការគ្រប់ប្រភេទអស់គ្នាខាងខ្ញុំមានលក់ដល់អស់គ្នាគេតាំងនៅក្នុងពេញស្រាប់តែម្ដង